នេះគឺជាអាចកំបាំងដែលគួរឲ្យភ័យរន្ធត់នៃប្រវត្តិសាស្ត្រភាពយន្ត Godzilla ក្នុងឆ្នាំ1954 ដែល Studio ព្យាយាមលុបបំបាត់និងលាក់បាំងរាប់សិបឆ្នាំមកហើយក្នុងឆ្នាំ1954 Studio មួយក្នុងទីក្រុងតូក្យូប្រទេសជប៉ុនបានជួលអ្នកអនាម័យម្នាក់ដើរតួសម្ដែងជំនួសឲ្យពាក់ឈុតបិសាច Godzilla ដែលមានទម្ងន់រហូតដល់ជាង100គីឡូក្រាមឈុតនោះបានធ្វើចេញពីកៅស៊ូក្រាស់និងមានសារធាតុគីមីហើយខាងក្នុងមានកម្ដៅក្តៅវាបានដូចជាឡចំហុយនៅសប្តាហ៍ទី1ការថតគឺមានសភាពធម្មតាក៏ប៉ុន្តែនៅសប្តាហ៍ទី2អ្វីៗគ្រប់យ៉ាងបានប្រែប្រួលខុសប្រក្រតីទាំងស្រុងបរិះអ្នកអនាម័យដែលសម្ដែងជំនួសនោះចាប់ផ្ដើមបដិសេធមិនព្រមដោះឈុតនោះចេញឡើយសូម្បីតែពេលគាត់ដេកក្លិនស្អុយនៃសាច់លាយឡំជាមួយនឹងក្លិនឈាមស្រស់ចាប់ផ្ដើមភាយចេញពីរូបរាងកាយនៃឈុតបិសាច Godzilla នោះដោយមានការងឿងឆ្ងល់និងមិនអាចទ្រាំបាននៃក្លិនដែលភាយចេញពីរាងកាយនោះបានគ្រូពេទ្យប្រចាំនៅ Studio បានបង្ខំទៅទាញខ្សែរូតនៅនឹងករបស់គាត់ចេញភ្លាមៗនោះសម្លេងស្រែកដ៏រន្ធត់បានបន្លឺឡើងវាមិនមែនជាសម្លេងខឹងនោះទេក៏ប៉ុន្តែវាគឺជាសម្លេងមនុស្សដែលត្រូវបានគេបកស្បែកទាំងរួចដោយសារតែកម្ដៅនិងសារធាតុគីមីបានធ្វើឲ្យស្បែករបស់គាត់រលាយជាប់ជាមួយនឹងកៅស៊ូស្បែកនៃរូបយក្សនោះឯសរសៃឈាមក៏បានដុះនិងចាក់ឫសជាប់ទៅនឹងឈុតនោះបាត់ទៅហើយសូម្បីតែភ្នែកសពនិមិត្តរបស់បិសាចក៏បានប្រែក្លាយទៅជាមានសរសៃឈាមក្រហមហើយក៏បានព្រិចភ្នែកនិងសម្លឹងមកមើលគ្រូពេទ្យនោះពិតៗប៉ុន្តែជំនួសឲ្យការជួយសង្គ្រោះគាត់ Studio បានចាក់សោឃុំគាត់នៅក្នុងបន្ទប់ងងឹតទៅវិញហើយបង្ខំឲ្យគាត់សម្ដែងជាតួ Godzilla បន្តទៅទៀតព្រោះក្នុងសម័យកាលនោះគ្មានបច្ចេកវិទ្យាណាដែលអាចសម្ដែងបានពិតប្រាកដដូចជាបិសាចពិតនោះឡើយសម្លេងក្រហមដែលគួរឲ្យខ្លាចដែលអ្នកបានឮនៅក្នុងរោងកុនវាមិនមែនជាសម្លេងសពនិមិត្តនោះទេក៏ប៉ុន្តែវាគឺជាសម្លេងស្រែកនិងដង្ហើមចុងក្រោយរបស់បុរសម្នាក់នោះដែលត្រូវបានគេឃុំឃាំងនៅក្នុងស្បែកជ័រក្នុងបន្ទប់ងងឹតនោះជារៀងរហូតតើអ្នកជឿទេថាស្ទូឌីយោភាពយន្តពិតជាបានរាក់បាំងរឿងដ៏ខ្មៅងងឹតមួយនេះបើសិនជាអ្នកមានពេលបានទៅទស្សនារឿង Godzilla ក្នុងឆ្នាំ1954ម្ដងទៀតសូមអ្នកសង្កេតមើលថាភ្នែករបស់បិសាចនោះគឺជាភ្នែករបស់បិសាចឬគឺជាភ្នែករបស់មនុស្សជំនួសបើសិនជាអ្នកទាំងអស់គ្នាបានមើលរឿងនេះរួចហើយខមមិនពីមតិរបស់អ្នកទាំងអស់គ្នាខាងក្រោមវីដេអូនេះកុំភ្លេច follow ម្នាក់មួយផងណា